ព័ត៌មានទី1នេះគឺតាមសេចក្តីរាយការណ៍ដឹងថាលោកប្រធានាធិបតី Donald Trump និងក្រុមការងាររបស់លោកកំពុងតែពិចារណាអំពីការវាយប្រហារទៅលើគោលដៅថាមពលរបស់អ៊ីរ៉ង់ហើយនឹងវាយប្រហារកាន់តែខ្លាំងហើយលើកនេះអាចនឹងមានអ៊ីស្រាអែលចូលរួមផងដែរបន្ទាប់ពីអាខានជាយូរមកហើយព័ត៌មានទី2នេះគឺយន្តហោះ F-35B ដែលជាយន្តហោះចម្បាំងទំនើបរបស់សហរដ្ឋអាមេរិកបានធ្លាក់មួយគ្រឿងនៅពេលកំពុងហាត់វឹកវើហើយពេលចុះចតវិញនៅឯកន្លែងមូលដ្ឋានកងទ័ព Marine នៅខាងរដ្ឋ California នេះព័ត៌មានទី3គឺលោកប្រធានាធិបតី Donald Trump បានបដូរចិត្តវិញហើយលែងអនុញ្ញាតឲ្យអ៊ុយក្រែនផលិតគ្រាប់សម្រាប់ប្រព័ន្ធខែលការពារបាតុយោទៀតហើយកាលពីថ្ងៃអង្គារកាលពីប្រហែលថ្ងៃមុនថ្ងៃអង្គារហ្នឹងបាទលោកZelensky ប្រកាសថាសហរដ្ឋអាមេរិកគឺអនុញ្ញាតហើយក៏ប៉ុន្តែមកដល់ពេលនេះគឺលោក Trump បដូរចិត្តវិញហើយព័ត៌មានទី4នេះគឺខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺមានគម្រោងនឹងចេញផ្សាយលិខិតឆ្លងដែនដែលមានរូបលោកប្រធានាធិបតី Donald Trump បន្ថែមទៀតហើយដោយសារតែមានការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកគ្រប់គ្រងរបស់លោកប្រធានាធិបតីអញ្ចឹងគឺក្រសួងការបរទេសនឹងបោះពុម្ពបន្ថែម 25,000 ច្បាប់ទៀតសម្រាប់អ្នកដែលចង់បានហើយព័ត៌មានចុងក្រោយគឺសម្រាប់អ្នកដែលចង់បានទិដ្ឋាការមកសហរដ្ឋអាមេរិកជាទិដ្ឋាការទេសចរបាទមកលេងសហរដ្ឋអាមេរិកនេះទិដ្ឋាការជំនួយហ្នឹងបាទគឺតម្លៃនឹងឡើងរហូតដល់$20,000សហរដ្ឋអាមេរិកហើយក្នុងពេលកន្លងមកនេះគឺគេចាត់ទុកថាជាការសាកល្បងឥឡូវនេះគឺនឹងចូលជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃច័ន្ទនេះតទៅតម្លៃឡើងរហូតដល់$20,000ហើយតម្លៃទាបបំផុតគឺ10,000កាលលើកមុនដាក់កក់តែ$5,000ទេហ្នឹងគេហៅថាប្រាក់ធានាបាទធានាទិដ្ឋាការបាទបើសិនជាប្រិមិត្តមកអាមេរិកហើយទៅវិញតាមកំណត់គឺអាចយកវិញបានឬក៏បើសម្ភារឲ្យធ្លាក់ក៏យកវិញបានដែរបាទអញ្ចឹងដូច្នេះនៅក្នុងបណ្ដាប្រទេសដែលកំណត់ដូចនេះគឺមានប្រទេសកម្ពុជាផងដែរប៉ុន្តែភាគច្រើនប្រទេសនៅអាហ្វ្រិកបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Access សារព័ត៌មាន Access បានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump ឥឡូវនេះកំពុងតែពិចារណាយ៉ាងយកចិត្តទុកដាក់ហើយអំពីការបើកការវាយប្រហារប្រឆាំងនឹងគោលដៅថាមពលរបស់អ៊ីរ៉ង់បាទនៅក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះក៏ប៉ុន្តែមកដល់ម៉ោងនេះគឺលោកមិនទាន់បានចេញបញ្ជាចុងក្រោយនៅឡើយថាត្រូវតែវាយប្រហារគោលដៅទាំងនោះទេបាទនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់មកដល់សារព័ត៌មាន Access នៅថ្ងៃសុក្រនេះបាទសុក្រនេះមកនៅអាមេរិកណាគឺយុទ្ធនាការដែលបើកការវាយប្រហារដោយវាយតាមទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីធម្មពលបាទនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបាទគឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់ព្រមទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកនៅក្នុងការចរចាទៅលើកិច្ចព្រមព្រៀងសន្តិភាពការវាយប្រហារនេះក៏អាចនឹងមានការចូលរួមពីខាងយោធារបស់អ៊ីស្រាអែលផងដែរបន្ទាប់ពីយោធាអ៊ីស្រាអែលបានខកខានមិនបានចូលរួមនៅក្នុងការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិកគឺវាយប្រហារគ្នាទៅវិញទៅមកហើយមន្ត្រីរបស់សហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Access ថាខាងសហរដ្ឋអាមេរិកមើលឃើញថាក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះគឺអ៊ីរ៉ង់មានអាកប្បកិរិយាហ្នឹងកាន់តែគោក្លឿនបាទកាន់តែគោក្លឿនខ្លាំងមែនទែនដោយមន្ត្រីសហរដ្ឋអាមេរិកខ្លះបានសម្ដែងនៅការភ្ញាក់ផ្អើលដែលអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារទៅលើសហរដ្ឋអាមេរិកមុនដែលជាសកម្មភាពមួយបង្កើនកម្ដៅតែម្ដងបាទហើយបន្ទាប់ពីការវាយប្រហារដល់ភ្ញាក់ផ្អើលប្រឆាំងនឹងមូលដ្ឋានយោធាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសយ៉ូដានីនោះបាទគឺបើកវាយប្រហារនៅថ្ងៃពុធបាទសប្តាហ៍អ៊ីរ៉ង់ក៏បើកការវាយប្រហារបន្ថែមទៀត
ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនានានៅក្នុងតំបន់នេះបើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកមួយរូបដែលបានថ្លែងដោយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទេដែលមិនបញ្ជាក់ការលម្អិតហើយបន្ថែមពីនោះគឺអ៊ីរ៉ង់បើកការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញទៀតបាទនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃប្រហោះម្សិលមិញបាទដូច្នេះគឺការវាយប្រហារនេះធ្វើឲ្យសហរដ្ឋអាមេរិកភ្ញាក់ផ្អើលណាបាទអញ្ចឹងឥឡូវលោកត្រាំកំពុងតែពិចារណាវាយប្រហារហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន CBS ទី8នៅរដ្ឋ California នេះគឺបានឲ្យដឹងថាយន្តហោះចម្បាំង F-35 បាទ B របស់សហរដ្ឋអាមេរិករបស់យោធាសហរដ្ឋអាមេរិកនោះគឺបានធ្លាក់កាលពីព្រឹកថ្ងៃសុក្រព្រឹកមិញនេះបាទនៅម៉ោង10ព្រឹកម៉ោងនៅខាងរដ្ឋ California ហ្នឹងគឺបានន័យថានៅប្រហែលជាម៉ោង1រសៀលម៉ោងនៅខាងលោកខាង Massachusetts អីណាបាទគឺម៉ោង1រសៀលអញ្ចឹងទៅជាម៉ោង2ដល់10យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាកាលពីយប់មិញគឺធ្លាក់បាទហើយខាង Marine បានមូលដ្ឋានយោធា Marine នោះក៏បានបញ្ជាក់ថាពិតជាមានការធ្លាក់យន្តហោះប្រភេទ F-35 នេះមួយគ្រឿងពិតប្រាកដមែនបាទក៏ប៉ុន្តែអ្នកបើកបរយន្តហោះនោះគឺបានលោតចេញពីយន្តហោះដោយសុវត្ថិភាពហើយទៅបានគេនាំយកទៅព្យាបាលនៅមន្ទីរពេទ្យនៅក្បែរនោះបើយោងតាមសេចក្តីថ្លែងការណ៍មកពីខាងទាហាន Marine បានហៅឧបទ្ទវហេតុនេះជារឿងមួយធ្ងន់ធ្ងរណាស់បាទគឺជារឿងមួយដែលគ្រោះថ្នាក់ខ្លាំងហើយបើតាមមនុស្សម្នាក់ដែលបានធ្វើការនៅឯមូលដ្ឋាននោះបានប្រាប់ទូរទស្សន៍ CBS ទី8លេខ8ថាលោកបានឃើញមានយន្តហោះចម្បាំងប្រភេទ F-35 នោះចំនួន2គ្រឿងហាត់វឹកវើនបាននៅពេលព្រឹកថ្ងៃសុក្រហើយគាត់ក៏បានឃើញយន្តហោះទី1ហ្នឹងបានចុះចតដោយសុវត្ថិភាពអត់មានបញ្ហាអ្វីទេស្រាប់តែយន្តហោះ F-35 ទី2បាទគឺហាក់ដូចជាមានបញ្ហាបន្តិចបន្តួចពេលដែលប្រឹងប្រែងចុះចតហ្នឹងដោយបាទកតុយធ្លាក់ចុះមុនមកបាទយ៉ាងខ្លាំងតែម្ដងបាទហើយបានបណ្ដាលឲ្យយន្តហោះនោះគឺបាទរអិលនៅលើពីសចុះមកបាទហើយនាំឲ្យពីឡុតគាត់រហ័សចុចលោតចេញពីយន្តហោះតែម្ដងគឺពេលដែលអ្នកសារព័ត៌មានគាត់ទៅដល់ហ្នឹងគឺឃើញនៅយន្តហោះហ្នឹងគាត់ឆេះនៅឡើយទេនេះជារូបភាពដែលខ្ញុំ capture ចាប់យកមកពីវីដេអូគឺកំពុងតែឆេះនៅហុយហ្នឹងឡានទឹកកំពុងតែពលុតនៅឡើយទេបាទកំពុងតែពលុតយន្តហោះហ្នឹងបាទអញ្ចឹងគឺយន្តហោះនេះប្រភេទ F-35B ជាប្រភេទដែលគេថាអាចនឹងហោះឡើងបានត្រង់ហើយមានសមត្ថភាពចុះចតត្រង់តែម្ដងបាទបញ្ឈរចុះមកក៏បានដែរអញ្ចឹងនេះគឺជាយន្តហោះតែទំនើបហើយសម្រាប់ហាត់វឹកវើនបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានរាយការណ៍ឲ្យដឹងថានៅពេលនេះគឺលោកប្រធានាធិបតី Donald Trump ហាក់ដូចជាបដូរចិត្តវិញហើយបាទក្នុងការដែលអនុញ្ញាតឲ្យអ៊ុយក្រែនផលិតគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសប្រភេទ Patriot ដោយលោកប្រធានាធិបតីបានប្រាប់អ្នកសារព័ត៌មានថាការដែលបកគលបច្ចេកវិទ្យាខ្លួនឯងឲ្យទៅប្រទេសដទៃវាដូចជាពិបាកបន្តិចបាទដូច្នេះលោកក៏សម្រេចថាមិនបកគលឲ្យវិញហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើគាត់អាចនឹងផ្ដល់គេថាទឹកតការមិនទឹកតការអាចនឹងផ្ដល់ឲ្យអាជ្ញាប័ណ្ណទៅប្រទេសអ៊ុយក្រែនក្នុងការកសាងប្រព័ន្ធការពារដែនអាកាសបតិយោជនឹងតែម្ដងបានឬទេបាទដោយផលិតនៅអ៊ុយក្រែនខ្លួនឯងបាទដែលដោយដែលអ្វីដែលលោកបាននិយាយក្នុងពេលកន្លងមកនៅឯកិច្ចប្រជុំអង្គការអូតង់អញ្ចឹងដែលរៀបចំនៅក្នុងប្រទេសទូគីនៅកាលពីដើមខែនេះនោះគឺលោកប្រធានាធិបតី Donald Trump គឺមិនបានបង្ហាញនៅការបញ្ញាចិត្តពិតប្រាកដណាមួយថាលោកនឹងអនុញ្ញាតឲ្យបាទអ៊ុយក្រែនផលិតប្រព័ន្ធការពារដែនអាកាសនេះនៅឡើយទេបាទព័ត៌មានទី4គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បានឲ្យដឹងថាឥឡូវនេះក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺមានគម្រោងពង្រីកការចែកចាយលិខិតឆ្លងដែនដែលមានរូបលោកប្រធានាធិបតី Donald Trump នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសដែលបានចេញផ្សាយដឹងកាលពីថ្ងៃពហុម្សិលមិញ
បាទនៅក្នុងការផលិតលិខិតឆ្លងដែនដំបូងនោះគឺជាការមួយដើម្បីប្រារព្ធខួបលើកទី250នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកដែលនៅក្នុងលិខិតឆ្លងដែននោះគឺមានរូបលោកប្រធានាធិបតីផងដែរបាទដល់ពេលចឹងទៅមានការចាប់អារម្មណ៍ច្រើនក៏ក្រសួងបានសម្រេចថានឹងបោះពុម្ពបន្ថែមចំនួន250000បាទ250000ច្បាប់បន្ថែមទៀតបាទដើម្បីអាចឲ្យអ្នកណាដែលគេចង់បានហ្នឹងបាទគឺក្រោយពីចេញវគ្គដំបូងមកបាទមានដំបូងមានការចាប់អារម្មណ៍ហើយមានអ្នកដែលបើតាមក្រសួងឲ្យដឹងគឺថាមានអ្នកដែលទូរស័ព្ទបាទទូរស័ព្ទមកចង់បានលិខិតឆ្លងដែនរហូតដល់30000នាក់ឯណោះបាទបានទូរស័ព្ទមកកន្លែងមជ្ឈមណ្ឌលថាគេចង់បានលិខិតឆ្លងដែននឹងដែរបាទអញ្ចឹងលិខិតឆ្លងដែនហ្នឹងគឺគេហៅថាលិខិតឆ្លងដែនអ្នកស្នេហាជាតិ Patriot Passport បាទលិខិតឆ្លងដែនអ្នកស្នេហាជាតិគឺមានរូបលោកប្រធានាធិបតី Donald Trump ហើយមានហត្ថលេខារបស់លោកប្រធានាធិបតីនៅពីក្រោមហ្នឹងហើយមានអត្ថបទស្ដីអំពីការប្រកាសឯករាជ្យភាពនៅពីក្រោយខ្នងលោកប្រធានាធិបតីហើយនៅខាងក្រោយហ្នឹងគឺមានរូបភាពដែលកំណត់អំពីការប្រារព្ធខួបលើកទី250ឆ្នាំនេះហើយនឹងមានរូបភាពដែលស្ថាបនិកនៃសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកផងដែរបាទអញ្ចឹងគឺជាសភៅ souvenir មួយណាបាទលិខិតឆ្លងដែនហ្នឹងគឺដំបូងឡើយគឺគេចេញតែចំនួន40000ច្បាប់ទេសម្រាប់អ្នកដែលមកសុំនៅខាងការិយាល័យនៅខាងរដ្ឋធានី Washington ក៏ប៉ុន្តែដោយសារតែមានការចាប់អារម្មណ៍ខ្លាំងអញ្ចឹងដូច្នេះគឺនឹងមានចេញបន្ថែមហើយពេលដែលចេញដំបូងនោះគឺមានអ្នកដែលអត់ដឹងដាក់មកនោះគឺបានដោយព្រាវនោះអ្នកខ្លះបានក៏សប្បាយទៅអ្នកគ្រប់គ្រងលោកប្រធានាធិបតី Donald Trump នោះបានគេសប្បាយទៅអ្នកដែលមិនពេញចិត្តលោកប្រធានាធិបតីខឹងសម្បាផងដែរបាទនិយាយបាទនិយាយដោយត្រង់សម្បត្តិបុគ្គលតិខ្ញុំបើសិនជាបានមួយក៏សប្បាយចិត្តដែរប៉ុន្តែចៃដន្យពេលមុនខ្ញុំទៅខ្មែរនោះខ្ញុំធ្វើលិខិតឆ្លងដែនថ្មីវាចំពេលចិត្តអស់ខ្ញុំធ្វើថ្មីធ្វើមុនខែ7អញ្ចឹងអត់បានបើចង់បានមួយដែរទុកជាអនុស្សាវរីយ៍ដែរមិនមែនថាខ្ញុំគ្រប់គ្រងគាត់ឬក៏យ៉ាងម៉េចទេមិនមែនជាសម្ដែងនៅជំហរគ្រប់គ្រងប៉ុន្តែវាគេថា special edition លេខពិសេសដែរអាច50ឆ្នាំក្រោយទៅចៅខ្ញុំមកយកទៅដាក់លក់ដេញថ្លៃទៅឡើងថ្លៃទៅបាទពីពលលិខិតឆ្លងដែនឥឡូវស្រួលណាលិខិតឆ្លងដែនអាមេរិកឥឡូវកាលមុនគឺយើងតបផ្ញើអាចាស់ទៅហើយគេកាប់ចោលដើម្បីខូចឥឡូវមិនបាច់ទេបើកាលណាយើង apply យើងដាក់ពាក្យសុំ online អញ្ចឹងតាម online អញ្ចឹងគឺលិខិតឆ្លងដែននេះគ្រាន់តែគេនៅខាងនោះគេ click ថា accept application ទទួលពាក្យសុំមកយើងហ្នឹងគឺលិខិតឆ្លងដែនរបស់យើងដែលនៅពេលបច្ចុប្បន្នគឺមុខភាពភ្លាមតែម្ដងគឺលេខប្រើលេខការតែម្ដងបាទអញ្ចឹងគឺនៅសហរដ្ឋអាមេរិកការធ្វើលិខិតឆ្លងដែននោះស្រួលណាស់បាទឥឡូវនេះគឺ renew បាទធ្វើឡើងវិញគឺតាម online នេះធ្វើតែមួយ plan បំពេញតែខ្លួនឯងប៉ុកបាទបាន3អាទិត្យយ៉ាងយូរឬក៏2អាទិត្យទេបាទគេផ្ញើមកដល់ផ្ទះវិញមកស្រួលមែនតើបាទបងតលុយឲ្យគេថាបាទឥឡូវនេះព័ត៌មានដែលប្រិមិត្តដែលរងចាំហើយគួរតែដឹងគឺការប្រកាសប្រើប្រាស់ជាអចិន្ត្រៃយ៍នៅប្រាក់បងប្រាក់ធានាទិដ្ឋាការបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានសហរដ្ឋអាមេរិក AP បានឲ្យដឹងថាក្រសួងការបរទេសឥឡូវនេះគឺនឹងធ្វើឲ្យកម្មវិធីដែលគេធ្វើសាកល្បងឲ្យតម្កល់ប្រាក់ធានាទិដ្ឋាការនោះគឺដែលដាក់ទៅលើ50ប្រទេសដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរណាបាទគឺឥឡូវនេះនឹងធ្វើឲ្យកម្មវិធីនេះជាអចិន្ត្រៃយ៍ហើយក្រោយពីអនុវត្តបាន1ឆ្នាំតាំងពីខែសីហាឆ្នាំមុនមកឥឡូវនេះគឺអចិន្ត្រៃយ៍ហើយតម្លៃនឹងឡើងរហូតដល់$20000សហរដ្ឋអាមេរិកតម្លៃតម្កល់ណាបាទហើយប្រទេសមួយចំនួនទៀតនឹងបន្ថែមចូលទៅក្នុងនោះផងដែរបាទបើយោងតាមសេចក្តីជូនដំណឹងដែលបានធ្វើព្រៀងចេញនៅថ្ងៃសុក្រនេះបាទហើយនឹងអាចនឹងចែកចាយអនុវត្តនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះគឺកម្មវិធីនេះគឺត្រូវបានគេចាត់ទុកថាវាមានជោគជ័យនៅក្នុងពេលកន្លងមកនេះហើយក្នុងពេលអនុវត្តកន្លងមកនេះគឺមានអ្នកដាក់កម្រិត15000ហើយនឹង5000ឥឡូវនៅកម្មវិធីថ្មីដែលចូលជាធរមានអចិន្ត្រៃយ៍នេះគឺអត់មានទេ5000ណាអាចមាន15000ឬរហូតដល់$20000ទៅតាម
ស្ថានភាពជាក់ស្ដែងដែលស្ថានកុងស៊ុលគេសម្រេចថាអូបាទអ្នកសុំនេះគឺយកគាត់ទៅ 10000 បានណាបាទតម្កល់ 10000 បានក៏ប៉ុន្តែកុំព្រួយបារម្ភអីគឺប្រាក់នេះគឺពេលដែលប្រិមិត្តបើសិនជាសម្ភារទៅជាប់បានគេឲ្យតម្កល់ទុកនៅហ្នឹងបើសម្ភារទៅធ្លាក់ក៏គេបកគលជូនវិញដែរហើយបើសិនជាមកសហរដ្ឋអាមេរិកហើយនៅមិនយូរទេគឺតាមកំណត់ទិដ្ឋាការគេឲ្យថាមួយខែហ្នឹងគឺ3ខែហ្នឹងគឺទៅវិញឲ្យបានមុនកំណត់គេហ្នឹងទៅតាមពេលវេលាហ្នឹងទៅគឺអត់បញ្ហាអត់ពីនៃទេគឺបានលុយដដែលអញ្ចឹងដូច្នេះទិដ្ឋាការដែលគេប៉ះពាល់ណាចឹងប្រិមិត្តចាំគឺទិដ្ឋាការប្រភេទ B1 និង B2 ណាគឺជាទិដ្ឋាការដែលសម្រាប់ទេសចរបាទទេសចរហើយនឹងការមកធ្វើអាជីវកម្មពាណិជ្ជកម្មតាក់ទងការងារប្រកបអាជីវកម្មនៅសហរដ្ឋអាមេរិកហ្នឹងគឺប្រភេទ B1 និង B2 ណាគឺនឹងមានផលប៉ះពាល់បាទអញ្ចឹងបើសិនជាប្រិមិត្តណានៅហួសពេលកំណត់ហើយគេបដិញ្ញចេញវិញគឺក្រសួងការបរទេសឬក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹងត្រូវចំណាយថវិការហូតដល់$18000ក្នុងការដេញមនុស្សម្នាក់ចេញពីសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងចំណាយថវិការអស់ច្រើនអញ្ចឹងហើយបានគេដាក់លុយតម្កល់ក៏វាច្រើនជាងលុយដែលត្រូវចំណាយបើសិនជានៅហួសគេដេញចេញហ្នឹងគឺត្រូវអស់តិចជាងលុយនឹងគេយកលុយមកហ្នឹងបាទហើយបើយោងតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាក្នុងការអនុវត្តកន្លងមកនេះគឺទទួលបានជោគជ័យដោយសារអ្វីដោយសារតែកាលពីឆ្នាំ2024គឺមានអ្នកដែលមកសហរដ្ឋអាមេរិកហើយស្នាក់នៅលើសទិដ្ឋាការគឺរហូតដល់45500នាក់បាទមកពីប្រទេសទាំង50ដែលមាននៅក្នុងកម្មវិធីដែលគេកំណត់នឹងក៏ប៉ុន្តែនៅពេលដែលកម្មវិធីនឹងចូលសាកល្បងបាទតាំងពីឆ្នាំមុនមកគឺក្នុងរយៈពេល10ខែដំបូងនៃការអនុវត្តហ្នឹងគឺចំនួនអ្នកដែលមកនៅសហរដ្ឋអាមេរិកលើសពេលកំណត់ទិដ្ឋាការហ្នឹងគឺមិនដល់50បាទមិនដល់50នាក់ផងបាទគឺមិនដល់50នាក់ផងគឺបានន័យថាម្នាក់ឲ្យតែដល់ពេលទិដ្ឋាការគឺប្រញាប់ប្រញាល់ត្រឡប់ទៅប្រទេសវិញហើយជាពិសេសគឺបណ្ដាអ្នកដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះហើយខ្ញុំក៏បានបង្ហោះតាម Facebook ផងដែរនៅការដកស្រង់បកប្រែត្រួសបកប្រែបញ្ចូលសំឡេងនៅសន្ទរកថារបស់លោក Tom Andrew ដែលនិយាយពាក់ព័ន្ធជាមួយនឹងជនភៀសសឹករបស់កម្ពុជានៅក្នុងចំនួនរវាងកម្ពុជាហើយនិងថៃនេះអញ្ចឹងឥឡូវខ្ញុំសូមចាក់ឲ្យប្រិយមិត្តក្រៃលើបានទៅស្ដាប់នៅ Facebook បាទគឺសូមស្ដាប់បន្តិចណាបាទច្បាប់អន្តរជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ក៏បានបញ្ជាក់ប្រាប់ខ្ញុំផងដែរថាការគោរពច្បាប់អន្តរជាតិគឺជាសសរស្តម្ភសម្រាប់ការឈានទៅកសាងសេចក្តីសម្រេចដ៏យុត្តិធម៌មួយចំពោះបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃខ្ញុំបានធ្វើដំណើរទៅកាន់ព្រំដែនដើម្បីមើលឲ្យឃើញផ្ទាល់ភ្នែកនៅផលប៉ះពាល់នៃជម្លោះនិងដើម្បីជួបជាមួយប្រជាពលរដ្ឋរងគ្រោះបន្ទាប់បានជួបពិភាក្សាជាមួយអភិបាលខេត្តបន្ទាយមានជ័យនិងទទួលបានការបកស្រាយយ៉ាងសពជ្រុងជ្រោយរួចមកខ្ញុំបានទៅទស្សនកិច្ចជំរុំជាលំនៅបណ្ដោះអាសន្នដែលបានរៀបចំសាងសង់ដោយអាជ្ញាធរកម្ពុជាហើយបានសង្កេតមើលសកម្មភាពរបស់កុមារដែលកំពុងឈរតម្រង់ជួររងចាំទទួលអាហារពេលព្រឹកពីកម្មវិធីផ្ដល់អាហាររបស់កម្មវិធីស្បៀងអាហារពិភពលោកអ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តបំផុតនោះគឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេក្នុងនោះស្ត្រីជាម្ដាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឲ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចាក់ឈូសឆាយបំផ្លាញរាបដល់ដីប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ650,000នាក់ត្រូវបានភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅហើយក្នុងនោះប្រជាជនជាង20,000នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិលហើយពួកគាត់បានប្រាប់ខ្ញុំថាពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេដោយសារតែភូមិនិងទីប្រជុំជននានាដែលពួកគាត់ធ្លាប់រស់គឺមានទាហានថៃកាន់កាប់
ខ្ញុំបានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជាដែនមួយហើយបានមើលឃើញរបាំងនិងលូកបន្លាដែលគេបានដាក់ដើម្បីរារាំងប្រជាពលរដ្ឋរួមទាំងប្រជាជនដែលខ្ញុំបានជួបសន្ទនាជាមួយផងមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបានខ្ញុំបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើងសិប្បកម្មនិងឃ្លាំងស្តុកទំនិញដែលបានខូចខាតហើយថែមទាំងបានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណង់បែកបាក់ទាំងនោះទៀតផងយោងតាមច្បាប់អន្តរជាតិជនភៀសសឹកដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញកិច្ចព្រមព្រៀងបទជបាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025រវាងប្រទេសថៃនិងប្រទេសកម្ពុជាបានចែងយ៉ាងច្បាស់ថាប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាពនិងគ្មានការរារាំងហេតុដូចនេះជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបានបាទប្រិមត្តឃើញទេបាទនេះគឺជាសម្ដីរបស់លោក Tom Andrews បាទលោកបានថ្លែងពាក់ព័ន្ធជាមួយនឹងបាទជនភៀសសឹករបស់កម្ពុជាបាទដូច្នេះសម្រាប់ខ្ញុំយល់ថានេះជាសារមួយដ៏ខ្លាំងមួយហើយជាពិសេសខ្ញុំធ្លាប់ធ្វើនៅការអង្គការសហប្រជាជាតិបាទធ្វើនៅការអង្គការសហប្រជាជាតិហើយឃើញសារចេញពីខាងអ្នករាយការណ៍ពិសេសស្ដីពីបញ្ហាសិទ្ធិមនុស្សបាទដែលបានរាយការណ៍ដែលបាននិយាយដូចនេះបាទគឺបាទគឺធ្ងន់ណាស់បាទធ្ងន់ណាស់មែនតើបាទពីព្រោះអីនេះពីព្រោះអីវារឿងតាក់ទងជាមួយនឹងបាទតាក់ទងជាមួយនឹងប្រទេសផ្សេងតាក់ទងជាមួយនឹងប្រទេសផ្សេងអញ្ចឹងតាមធម្មតាអង្គការសហប្រជាជាតិគាត់ថ្លែងពាក្យសម្ដីខ្លាំងណាស់បាទប៉ុន្តែសប្តាហ៍លើកនេះលោកនិយាយបែបដែលខ្លាំងតែម្ដងបាទដែលមិនធម្មតាទេបាទខ្លាំងតាក់ទងជាមួយនឹងរឿងកម្ពុជានិងថៃនេះបាទអញ្ចឹងដូច្នេះដោយស្មោះត្រង់ទៅខ្ញុំគោរពចំពោះអ្វីដែលលោកបានលើកឡើងហ្នឹងបាទសង្ឃឹមថានឹងមានចំណាត់ការដើម្បីដោះស្រាយបញ្ហានេះហើយលោកនឹងលើកឡើងអំពីបញ្ហានេះទៅវេទិកាអង្គការសហប្រជាជាតិដល់ទីទៀតបាទដល់ទីទៀតអញ្ចឹងនៅពេលដែលប្រិមិត្តឬសូលោក Andrew លោកមានប្រសាសន៍អញ្ចឹងយើងសាកគិតសម័យទៅមើលបើសិនជាអ្នករាយការណ៍ពិសេសនេះជាជនជាតិថៃដូចលោកមុនតាបនដូចមុនតើលោកមុនតាបនគាត់ហ៊ាននិយាយអញ្ចឹងទេច្បាស់ជាចូលស្រុកថៃអត់បានហ៊ានតែនិយាយបែបច្បាស់ជាចូលស្រុកថៃអត់បានមកបាទអញ្ចឹងដូច្នេះគាត់ជាការមួយវ័យឆ្លាតដែរដែលគាត់ត្រូវលាលែងចេញពីតំណែងបាទពីព្រោះអីជួបស្ថានភាពនេះគឺពិបាកធ្វើការហើយបាទมันអាចនឹងពាក់មួក UN ឲ្យទៅស្រែកកលងកលាំងដាក់ប្រទេសរបស់គាត់បានទេពិសេសថៃណាបាទខុសពីជាតិសាសន៍ផ្សេងបាទអញ្ចឹងអរគុណប្រិមត្តច្រើនណាអរគុណប្រិមត្តច្រើនឥឡូវសូមជំរាបលាព័ត៌មានត្រឹមនេះឥឡូវសូមសន្ទនាគ្នាជាមួយប្រិមត្តមួយម៉ាត់ពីរម៉ាត់មុននឹងជំរាបលាបញ្ញាខួនបាទបញ្ញាខួនចាំចូលក្រោយគេណាជំរាបសួរបាទណាវីម៉ាប៊ុនណាអុកបងតើនៅពេលដែល UN ហើយយើងស្គាល់បានរាយការណ៍អញ្ចឹងតើមានភាពខ្លាំងយ៉ាងម៉េចឲ្យថៃស្ដាប់ទេបាទថៃក៏ត្រូវតែស្ដាប់ថៃក៏ត្រូវតែចាត់ការមិនអាចសំងំស្ងៀមដូចនេះបានទេបាទពីព្រោះនេះជាសម្លេងរបស់អង្គការសហប្រជាជាតិណាបាទមិនមែនអង្គការសហប្រជាជាតិមុននឹងធ្វើអ្វីមួយថ្លឹងថ្លែងសម្បំណាពីព្រោះអីខ្ញុំធ្លាប់បានប្រាប់យូរហើយពីព្រោះអង្គការសហប្រជាជាតិនឹងគឺជាអង្គការដែលតំណាងឲ្យប្រទេសទាំងអស់នោះដែរបាទកម្ពុជាក៏ជាអង្គការសហប្រជាជាតិថៃក៏ជាអង្គការសហប្រជាជាតិវៀតណាមក៏ជាអង្គការសហប្រជាជាតិបាទឥណ្ឌូនេស៊ីក៏ជាអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកក៏ជាអង្គការសហប្រជាជាតិពីព្រោះដោយសារតែសមាជិកទាំងអស់គ្នានឹងគុំគ្នាបានទៅជាអង្គការសហប្រជាជាតិបានបាទអញ្ចឹងដូច្នេះបណ្ដាប្រទេសដទៃទៀតក៏ចាប់អារម្មណ៍ទៅលើនឹងដែរបាទអញ្ចឹងដូច្នេះលោក Andrew ក៏ធ្វើត្រឹមត្រូវក្នុងនាមជាអ្នកតំណាងសិទ្ធិមនុស្សរបស់កម្ពុជារាយការណ៍អំពីបញ្ហារំលោភសិទ្ធិរបស់ពលរដ្ឋកម្ពុជាគាត់ហ៊ានរាយការណ៍ត្រង់ចំណុចនេះខ្ញុំសរសើរគាត់មែនតើបាទផាញ់ឆាន់ខ្ញុំចាំមើលអន្តរជាតិជួយខ្មែរយើងដូចចាំមើលអន្តរជាតិខ្ញុំចាំមើលអន្តរជាតិ drive ខ្មែរយើង
ដេកបាទស្ដាប់បានសំទោសណាបើជិះសេញាប់ពេកសរសេរដៃនេះមិនយល់បាទសំទោសណាបញ្ញាផងអេងស្រុនសួស្ដីលោកកំសែងអរគុណដែលបានចែករំលែកព័ត៌មានដល់បងប្អូនយើងស្ដាប់បាទអរគុណច្រើនបាទអូលោកគ្រូសួនកេងបាទទៅដល់សៀមរាបអត់ឃើញលោកគ្រូបាទគាត់ថានៅសចាំងភ្នំកលេននឹងអត់ចុះមកហ្មងលោកគ្រូសួនកេងឯនេះបាទខ្ញុំទៅគេងដល់ទៅ2យប់មានបងប្អូនមួយចំនួនគាត់មកលេងហើយមានអ្នកនៅតែគាត់ឃើញភ្លាមគាត់ស្គាល់ព្រាមមកបាទមានអូនស្រីមួយនោះគាត់លើកអីវ៉ាន់ចូលបន្ទប់ខ្ញុំហើយគាត់ថាអូសុំចាប់សុំថតជាមួយមកបោះបានទេតែមានបញ្ហាអីបាទបុតឡៃហៀងបាទជំរាបសួរ Blue Not បាទជំរាបសួរពូខ្ញុំកម្មការនីរោងចក្រស្គុនអូបាទសាធុបាទអរគុណណាស់បាទសុខសប្បាយទេក្មួយបាទហ្នឹងហើយបានធ្វើការបដាទទួលព័ត៌មានបដាអញ្ចឹងអរគុណច្រើនណាអូនៅស្រុកខ្មែរថ្ងៃសៅរ៍ហើយបាទថ្ងៃសៅរ៍ធ្វើការលោកគ្រូសុជាតិថាម៉េចលោកពូខ្ញុំឃើញវីដេអូដែលពីគេថាឆ្លើយតបទាំងសនសដែល UNESCO បានថ្កោលទៅបាទហ្នឹងហើយខ្ញុំឃើញដែរបាទខ្ញុំចង់បានឯកសារដើមអញ្ចឹងសង្ឃឹមថាប្រិមត្តបានមើលឃើញអស់ហើយបាទអញ្ចឹងដូចខ្ញុំមិនយកចែករំលែកទៀតទេបាទហណវីសុភាផៃបាទអូថាកុកថាបាត់យូរហើយចូលមកថាហ៎បាទមានឱកាសតំណេឃើញរវល់ថាណាថាគាត់ថាមិនអរុនសួស្ដីបងអរគុណបងសម្រាប់ចែករំលែកខ្ញុំបានរៀនសូត្រច្រើននិងចែករំលែកព័ត៌មានពិតបន្តដល់អ្នកដទៃទៀតផងដែរបាទអរគុណថាហ្នឹងហើយបាទអញ្ចឹងគឺបានន័យថាអ្វីក៏ដោយយើងផ្ទៀងផ្ទាត់ពេលដែលយើងនិយាយដំបូងអញ្ចឹងគេអត់ជឿគេថានេះប៉ុន្តែរយៈពេលប្រហែលខែប្រហែលអាទិត្យទៀតទៅអញ្ចឹងទៅគេមើលទៅអូអញ្ចឹងមែនការពិតរីកាអញ្ចឹងហើយអ្នកកុហកគេនឹងនៅអត់យូរទេនៅអត់បានយូរទេបាទគេតាមទាន់ហើយបាទគេតាមទាន់ហើយទុនសាវរីបាទសួស្ដីបងប្អូនបាទរបស់ស៊ូមគេអូខេអស់ហើយណាអត់មានទេអូខេអត់មានអីទៀតអត់មានសំណួរទេណាបុនលៀបលេងខ្ញុំសូមអរគុណលោកអានឌ្រូដែលបានចែករំលែកពិតដល់ពិភពលោកនៅអរគុណលោកម៉ែនកំសែងដែលបកប្រជូនជនរួមជាតិបាទអរគុណបាទអរគុណច្រើនណាស់ខ្ញុំរីករាយបាទអញ្ចឹងសុតសេងហាក់គាត់ថាដូចខ្ញុំគិតអញ្ចឹងតាមគាត់បដិសេធរឿងប្រតិក្របការពីដែរព្រោះកំហុសអាមេរិកខាតបាទអាចចឹងដែរបាទខ្ញុំគិតអញ្ចឹងដែរបាទរឿងបច្ចេកវិទ្យាហ្នឹងវាមិនជាបញ្ហាអីពីព្រោះអាមេរិកមានក្របច្រើនទេក៏ប៉ុន្តែសំខាន់អ្នកផលិតហ្នឹងគេខាតណាបាទអញ្ចឹងហើយបាទអរគុណច្រើនណាស់ចឹងអត់មានអ្វីបន្ថែមទៀតទេអញ្ចឹងមើលទៅបញ្ញត្តិភាពអន្តរជាតិប្រហែលជាអាចមានប៉ុន្តែបច្ចុប្បន្នភាពអាមេរិកថ្ងៃស្អែកអត់មានទេណាបាទជាប់រវល់បន្តិចគេហៅទៅក្រៅអញ្ចឹងបើសិនជាមានអីវិវត្តអីខ្ញុំកាត់คลิปឲ្យប្រិមិត្តទាំងអស់គ្នាអូកាំងរូបហើយណាបាទអញ្ចឹងអរគុណបាទអរគុណច្រើនណាអរគុណច្រើនបាទអូខេថាបាទអរគុណនឹករលឹកបងបាទអរគុណនឹករលឹកដូចគ្នាថាអរគុណដែលថាធ្វើអ្វីដែលដូចតែជាគេថាឧត្តមគតិរបស់ខ្ញុំដែរគឺចែករំលែកបាទដូចខ្ញុំនិយាយម្ដងទៀតចុះប្រិមិត្តណាដែលចាស់ចូលមកស្ដាប់ខ្ញុំហើយដដែលអ្នកដែលថ្មីគឺស្ដាប់ឲ្យបានឮគឺខ្ញុំនិយាយរួមខ្ញុំកាលនៅរៀនសូត្រនៅវត្តនោះខ្ញុំមានមហាសំណាងណាខ្ញុំមហាសំណាងមែនតើបងនៅវត្តហ្នឹងគាត់ស្រឡាញ់យើងហ្មងគាត់ស្រឡាញ់យើងដូចបងអូនបកើតអញ្ចឹងហើយតើណាគាត់ចឹងខ្ញុំនៅរៀនទៅហើយចាប់ទៅដំបូងវិទ្យាល័យបាក់ទូកហ្នឹងហើយបងក៏រៀនសិស្សមហាវិទ្យាល័យពេទ្យមហាវិទ្យាល័យអក្សរសាស្ត្រតែគាត់ស្រឡាញ់របស់បានយើងគេឃើញយើងថាយើងគួរសមមួយគេដែរបាទយើងស្រឡាញ់អញ្ចឹងបានខ្ញុំចែករំលែកគំនិតហ្នឹងគឺជួយដល់អ្នកដែលក្មេងៗជាងយើងបន្តទៀតចឹងហើយជាតាខ្ញុំក៏អញ្ចឹងដែរខ្ញុំនិយាយតែងតែប្រាប់សហការីខ្ញុំថាខ្ញុំមិនបានពាក់កណ្ដាលជីតាខ្ញុំពេលលោកគង់នៅមានវិជនហ្នឹងគឺអ្នកនៅស្រុកលោកហ្នឹងគឺលោកយកមកនៅវត្តហ្នឹងមកឲ្យរៀនសូត្រណាម្ដាយផឹកសវឹងអីអ៊ូតនូមិនហ្នឹងអីមិនក៏ដោយក៏លោកចាប់យកមកកូនហ្នឹងយកមករៀននៅវត្តហ្នឹងឲ្យរៀនសូត្រឲ្យរៀនអីបានហើយលោកទៅកសាងវត្តនៅស្រុកហ្នឹងឲ្យសង្គមហ្នឹងគឺលោកជួយច្រើនអញ្ចឹងខ្ញុំក៏បន្តគំនិតនឹងតែចេះដឹងប៉ុណ្ណាខ្ញុំចែករំលែកប៉ុណ្ណឹងទៅបាទអ្នកណាទទួលបានក៏ទទួលអ្នកណាមិនទទួលបានក៏អីទេហើយសូម្បីតែពេលខ្ញុំចេញធ្វើព័ត៌មានធ្វើកាសែតហ្នឹងក៏ចឹងដែរមានបងហ្នឹងក៏ជួយដែរ
បាទឧទាហរណ៍ដូចជាពេលគេប្រិមិត្តមួយចំនួនប្រហែលជាភ្លេចគឺពេលដែលខាងក្រុម CFF វាប្រហារនៅភ្នំពេញកាលនោះណាពួកឈុនយ៉ាសិតហ្នឹងបាទខ្ញុំទៅធ្វើការទាំងយប់ម៉ោងគេវាយពាក់កណ្ដាលយប់ហ្នឹងម៉ោង2ភ្លឺខ្ញុំទៅដល់កន្លែងប្រូធ្វើការ AFP កាលខ្ញុំនៅ AFP ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បាទប៉ុន្តែខ្ញុំអាចបានទៅដល់កន្លែងគេបាញ់ដោយសារបងគាត់នៅហ្នឹងគាត់ថាមិនមកឲ្យគ្រោះថ្នាក់ចាំគាត់រីការឲ្យដឹងព័ត៌មានតាន់ភ្លាមតែម្ដងមានសំណាងចឹងទៀតទៅបាទអញ្ចឹងបានថាពេលខ្លះយើងសម្ដីសម្ដៅចរិតរឹកពីយើងគួរសមនឹងយើងគេគ្រប់ស្រឡាញ់យើងបាទដូច្នេះយើងចែករំលែកឲ្យគេវិញដែរណាប្រិយមិត្តណាដែលលោកថាក៏កំពុងតែធ្វើបែបហ្នឹងដែរគាត់ចែករំលែកចំណេះដឹងខ្លាំងក្លាហើយនឹងអាជីពឲ្យអ្នកដទៃទៀតបាទអញ្ចឹងខ្ញុំជឿថាប្រិយមិត្តមួយចំនួនជាពិសេសគ្រូព្រោះជាពិសេសលោកគ្រូដូចសួនកេងលោកគ្រូសុជាតិអីហ្នឹងគឺសិតតែមានបេះដូងមីហើយបាទតែចែករំលែកទៅដល់កូនសិស្សទៅដល់បងប្អូនដទៃទៀតបាទអញ្ចឹងសូមបន្តចែករំលែកនៅបាទគុណធម៌អ្វីដែលជាអំពើល្អនឹងបន្តទៀតផងបាទអញ្ចឹងអរគុណណាអរគុណច្រើនបាទអញ្ចឹងបើអ្នកចូលនៅក្នុងកម្មវិធីតែបច្ចុប្បន្នភាពអាមេរិកប្រហែលជាមិនបានជួបគ្នាទេនៅថ្ងៃស្អែកណាបាទអរគុណសូមជម្រាបលាបាទ